នាយករដ្ឋមន្ត្រីថៃអនុទីនក្តៅស្លឹកត្រចៀកខ្មាស់គេពេញពិភពលោកឈានចូលដល់ខែថ្មីថៃចាប់ផ្ដើមក្រពុលមុខទៀតហើយនាយករដ្ឋមន្ត្រីថៃអនុទីនឆាន់វរៈគុលបានបង្ហាញអំពីការខឹងសម្បារយ៉ាងខ្លាំងនៅថ្ងៃពុធទី1ខែកក្កដាឆ្នាំ2026ពាក់ព័ន្ធនឹងករណីនារីជនជាតិថៃបម្រើការលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរថៃ Airways ត្រូវបានការិយាល័យប៉ូលីសសហព័ន្ធអូស្ត្រាលី AFP ចាប់ខ្លួនពីបទរត់ពន្ធគ្រឿងញៀនហេរ៉ូអ៊ីនចូលប្រទេសអូស្ត្រាលីកំពុងធ្វើឲ្យថៃអាម៉ាស់មុខលើឆាកអន្តរជាតិលោកបន្ថែមថានៅថ្ងៃទី3កក្កដា2026ខាងមុខនេះនឹងបញ្ជាឲ្យអង្គភាពពាក់ព័ន្ធឲ្យបើកការកោះប្រជុំស្ថាប័នបង្ក្រាបគ្រឿងញៀនទាំងអស់នៅក្នុងប្រទេសថៃជាបន្ទាន់ដើម្បីកំណត់វិធានការបង្ការនិងបិទមិនឲ្យមានការរត់ពន្ធគ្រឿងញៀនតាមប្រលានយន្តហោះរបស់ថៃចេញទៅក្រៅប្រទេសបន្តទៀតឡើយលោកសង្កត់ធ្ងន់ថាបច្ចុប្បន្នរឿងបញ្ហារត់ពន្ធគ្រឿងញៀននេះកំពុងតែបំផ្លាញមុខមាត់ប្រទេសថៃជាពិសេសគឺការបំផ្លាញសេចក្តីទុកចិត្តរបស់ថៃនៅក្នុងក្រសែភ្នែករបស់អន្តរជាតិយានដ្ឋានរដ្ឋាមានទទួលជួសជុលរថយន្តគ្រប់ប្រភេទជួសជុលធ្វើជើងគ្រឿងក្រោមម៉ាស៊ីនត្រជាក់ប្រព័ន្ធភ្លើងឆែកដោយកុំព្យូទ័រសារស៊ីម៉ាំងរថយន្តនិងតោនបាញ់ថ្នាំអាស័យដ្ឋាននៅភូមិអណ្ដូងច្រកភូមិអំពិលស្រុកកំពង់សៀមខេត្តកំពង់ចាមលេខទូរស័ព្ទទំនាក់ទំនង012 202 906 069 51 31 92 097 92 04 242